សុំធ្វើការផ្សព្វផ្សាយបន្តិចបាទដល់បងប្អូនដែលនៅតាមបណ្ដាខេត្តដែលជាយានដ្ឋាននៅតាមបណ្ដាខេត្តណាបាទសូមមេត្តាងាកមកចាប់អារម្មណ៍នៅឧបករណ៍ Etozen យើងបាទដោយសារថាបច្ចុប្បន្ននេះមានអតិថិជនយ៉ាងច្រើនគាត់នៅតាមបណ្ដាខេត្តច្រើនដូចជាបន្ទាយមានជ័យឆ្ងាយឬក៏តាមបណ្ដាខេត្តផ្សេងៗតាកែវកពតអីហ្នឹងណាបាទគឺគាត់ពេលខ្លះគាត់ចង់ឲ្យយើងទៅដាក់ដល់ទីតាំងគាត់បាទដែលឡែកបច្ចុប្បន្នយើងមានត្រឹមតែ10សាខាទេបាទហើយនៅខ្វះខេត្តមួយចំនួនបាទអញ្ចឹងបងប្អូនដែលមានយានដ្ឋានជួសជុលរថយន្តមានបំណងចង់សហការបាទក្នុងការដំឡើងហ្គាសទឹកនេះគាត់បាទអាចតំណតំណងមកលេខទូរស័ព្ទខ្ញុំនេះគឺជាឱកាសមួយដែលថ្មីបាទកុំចាំយូរបាទហើយយើងអត់មានទៅបង្កប់ឲ្យគាត់ចំណាយច្រើនអីទេបាទឲ្យតែគាត់មានជំនាញក្នុងការដំឡើងហើយក្នុងការដំឡើងគឺងាយទេយើងប្រាប់តាកន្លះមកគាត់ចេះហើយអញ្ចឹងសម្រាប់បងដែលជាម្ចាស់យានដ្ឋានគ្រប់ខេត្តក្រុងនៅក្នុងប្រជាជាតិកម្ពុជាយើងដោយសារតែឥឡូវនេះដូចបងប្រាប់អញ្ចឹងថាអតិថិជនគឺតម្រូវការច្រើនបាទហើយគ្រប់ខេត្តតាក់ទងមកបងសូមឲ្យបងទៅតម្លើងឲ្យប៉ុន្តែពិបាកដោយសារអីបងនៅភ្នំពេញហ្នឹងហើយជួនកាលទៅប៉ោយប៉ែតជួនកាលទៅបន្ទាយមានជ័យទៅបាត់ដំបងក៏ពិបាកទៅដែរហើយផ្ញើឧបករណ៍ទៅបានដូចគ្នាប៉ុន្តែគាត់ចេះតម្លើងអត់បាទប៉ុន្តែបើសិនជាបងនៅតាមយានដ្ឋានគាត់មានជំនាញស្រាប់ក្នុងការតម្លើងបាទអញ្ចឹងឥឡូវនេះបងខាងហ្គាសទឹកគាត់កំពុងតែត្រូវការយានដ្ឋានគ្រប់ខេត្តក្រុងតែម្ដងដើម្បីយកហ្គាសទឹកយកទៅដាក់ឲ្យបងប្អូនអតិថិជនរបស់យើងបងអាចជម្រាបលក្ខខណ្ឌបន្ថែមបន្តិចបានទេបងថាបើសិនជាបងម្ចាស់ការ៉ាស់តាមបណ្ដាខេត្តឬក៏តាមបណ្ដាស្រុកមួយគាត់ចង់សហការមួយបងមានលក្ខខណ្ឌអីខ្លះបងអាចជម្រាបបានទេបាទចាក់ស្ដែងលក្ខខណ្ឌយើងគឺងាយទេគឺទី1គឺយើងផ្ដល់អត្ថភាពមួយស្រុកយើងអនុញ្ញាតឲ្យមានតែមួយកន្លែងទេមួយស្រុកណាមួយស្រុកមានតែមួយកន្លែងទេហើយអញ្ចឹងគាត់ក្នុងនាមគាត់ត្រូវតែមានយានដ្ឋានបាទហើយមានជំនាញក្នុងការជួសជុលរថយន្តបាទហើយនៅពេលដែលគាត់ធ្វើជាដៃគូរបស់យើងគាត់អត់មានចំណាយអីទេអត់ចំណាយបាទមានចំណាយទេយើងនឹងផ្ដល់ជា banner យើងនឹង train គាត់ធម្មតាអូមាន train ទៀតបាទ train របៀបតម្លើងណាហើយខ្ញុំជឿថាបងម្ចាស់យានដ្ឋានយើងប្រាប់តែកន្លះម៉ោងគាត់ចេះហើយព្រោះអត់មានអីច្រើនអញ្ចឹងនៅពេលដែលមានអតិថិជនមកបាទអតិថិជននៅស្រុកហ្នឹងខ្ញុំផាសទៅស្រុកហ្នឹងហើយបាទខ្ញុំអត់មានចង់តម្លើងខ្លួនឯងអីទេអញ្ចឹងមានន័យថាឧទាហរណ៍ថាគាត់ call មកលេខទូរស័ព្ទបងតាមរយៈវីដេអូដែលកំពុងតែមើលនេះឬក៏វីដេអូនៅក្នុង page បងអូបងខ្ញុំនៅម៉ោងខ្ញុំចាំដាក់អញ្ចឹងបើសិនជាស្រុកបងមានបងតម្លាក់លេខទូរស័ព្ទខាងស្រុកមកឲ្យគាត់បាទអញ្ចឹងមានថាបងប្អូនម្ចាស់ការ៉ាស់ស្រួលមែនតើមិនបាច់ទៅរត់ទៅរកអតិថិជនផ្ទាល់ខ្លួនឯងក៏បានដែរគឺសំបីតែអតិថិជនដែលតាក់ទងមកបងផ្ទាល់ក៏បងបោះឲ្យដែរបាទហ្នឹងហើយម្ចាស់យានដ្ឋានគាត់គ្រាន់តែថាថតទីតាំងគាត់ឲ្យខ្ញុំមកបាទអាចជាឲ្យជា location មកដើម្បីខ្ញុំ save ទុកបាទអញ្ចឹងនៅមានអតិថិជនគឺអតិថិជនខ្លះគាត់ចង់ដឹងថានៅណាអញ្ចឹងណាបាទអញ្ចឹងគាត់ថតទីតាំងគាត់មកហើយយើងអាចមានធ្វើកុងត្រាខ្លះមួយចំនួនដើម្បីឲ្យយើងបានសហការគ្នាច្បាស់លាស់ណាថាយើងទៅផ្លូវច្បាប់ដែរបាទផ្លូវច្បាប់ដែរបាទតែគ្រាន់តែថាម្ចាស់ការ៉ាស់មិនចំណាយអីទេ